បាទសួស្តីបងប្អូនអរគ្នាឥឡូវនេះខ្ញុំមាន motor ស្វានបុករបស់ Makita 2 model មកបង្ហាញអំពីភាពដូចគ្នានិងភាពខុសគ្នាបាទសម្រាប់ model ដែលបង្ហាញដំបូងគេនេះគឺ HR001G នេះ HR001G មាននៅលើ sticker និងស្រាប់លេខកូដបាទខាងនេះវិញគឺ HR003G បាទ01និង03មានតពុកដូចគ្នាជាប្រភេទ motor មិនប្រើខ្ជុំដូចគ្នាហើយសមត្ថភាពស្វានផ្លែធំបំផុត28លីដូចគ្នាមានបច្ចេកវិទ្យាកាត់បន្ថយរំញ័រដូចគ្នា AVT ដូចគ្នាបាទនេះកាត់បន្ថយរំញ័រនេះមានសើគេបាទនេះកាត់បន្ថយរំញ័រមកតង់ហើយកន្លែងនេះបាទមានកាត់បន្ថយរំញ័រទៀតនេះបាទហើយនៅក្នុងទូ motor មាន spring រុញទៅរុញមកកាត់បន្ថយរំញ័រមកតង់ទៀតណាបាទហើយយើងមកមើលខាងនេះម្ដងគឺមានកន្លែងសេរីល្បឿនបាទតាមទំហំផ្លែបាទហើយមាននេះប្រើថ្មប្រភេទ40 វ៉ុលដូចគ្នាមានកន្លែងសេរីបាទមុខងារ3នឹងដូចគ្នាបាទគឺដូចគ្នាសឹងតែទាំងស្រុងអ្វីដែលខុសគ្នាចំណុចទី1គឺកន្លែងនេះមាន AVT នេះគឺមុខងារការពារកាច់កដៃនៅពេលដែលmotor ចាប់ដើមកន្ត្រាក់ពឹបគឺវាធ្វើការផ្ដាច់ដល់អូតូតែម្ដងផ្ដាច់ដល់អូតូបាទ AVT វាពេញ Anti Feedback Sensing Technology បាទទី1ចំណុចទី2បាទគឺខុសគ្នាកន្លែងនេះនេះបាទកន្លែងនេះមាននេះបាទកន្លែងដោតខប់ឈៀបមួយជា Bluetooth បាទ AWS របស់ Makita ភ្ជាប់ទៅជាមួយនឹង motor boom ទលេមួយនេះអត់មានទេបាទអូខេអញ្ចឹងចំណុចដែលខុសគ្នាគឺមាន2ចំណុចហ្នឹងក្រៅពីហ្នឹងដូចគ្នាទាំងអស់អញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាមានតម្រូវការ motor ស្វាន28លីសម្រាប់ស្វានទៅលើបេតុងបាទទៅលើជញ្ជាំងអីផ្សេងៗអាចសួរព័ត៌មានបន្ថែមបានបាទសូមអរគុណ